សេចក្តីសុខផ្លូវចិត្តជាទូទៅគឺយើងទទួលបានមកអំពីការចេះគ្រប់គ្រងចិត្តបានល្អជាទូទៅមនុស្សភាគច្រើនតែងតែចំណាយពេលពេញមួយជីវិតដើម្បីរត់ដេញតាមឬក៏ស្វែងរកសេចក្តីសុខពីមជ្ឈដ្ឋានខាងក្រៅជាដើមដោយការគិតឃើញថាបើមានទ្រព្យសម្បត្តិច្រើនមានឋានៈខ្ពង់ខ្ពស់ឬមានមនុស្សគ្រប់គ្នាតាមស្រឡាញ់គេយល់ថានោះហើយគឺជាសេចក្តីសុខរបស់ពួកគេនៅក្នុងឆាកជីវិតប៉ុន្តែការពិតទៅទោះបីជាខាងក្រៅពិភពលោកខាងក្រៅល្អឥតខ្ចោះយ៉ាងណាក៏ដោយប្រសិនបើយើងមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយទេវត្ថុទាំងអស់នោះក៏មិនអាចធ្វើឲ្យយើងមានសេចក្តីសុខមានសុភមង្គលបានដែរប្រសិនបើចិត្តរបស់យើងនៅតែពោពេញទៅដោយសេចក្តីក្តៅក្រហាយការវល់វល់ការខឹងក្រោធឬមួយក៏មានកំហឹងជាប្រចាំនោះសួរថាតើសេចក្តីសុខមានដែរឬទេទាំងដែលវត្ថុនៅខាងក្រៅហ្នឹងគឺមានតែជុំវិញខ្លួនយើងអស់ហើយទាំងមនុស្សដែលយើងដែលស្រឡាញ់យើងទាំងឋានៈយសស័ក្តិទាំងទ្រព្យសម្បត្តិជាងមានអស់ហើយក៏ប៉ុន្តែក្រឡេកមកមើលចិត្តរបស់យើងវិញគឺហាក់បីដូចជាកំពុងតែដុតកំរោលក្តៅក្រហាយនិងមានការវល់វល់មានការវង្វេងខុសថាត្រូវថាខុសជាដើមហ្នឹងគឺមិនមានទេសេចក្តីសុខពិតប្រាកដព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាចិត្តដែលហ្វឹកហាត់បានល្អហើយតែងតែនាំមកនៅសេចក្តីសុខពិតប្រាកដមិនមែនកើតឡើងដោយសារយើងមានគ្រប់គ្រាន់តាមតែចិត្តចង់យើងនោះទេការមានគ្រប់គ្រាន់តាមតែចិត្តចង់នេះគ្មាននរណាបានទទួលតាមចិត្តចង់ឡើយទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកឬក៏ជាអ្នកមានខ្ពង់ខ្ពស់ទ្រព្យសម្បត្តិស្ដុកស្ដម្ភប៉ុណ្ណាក៏ដោយក៏នៅតែមានរបស់ខ្លះមិនអាចទទួលបានដោយបំណងប្រាថ្នារបស់យើងដូច្នោះដែរដូច្នេះហើយសេចក្តីសុខពិតប្រាកដមិនមែនកើតឡើងដោយសារតែមានគ្រប់យ៉ាងតាមចិត្តចង់របស់យើងនោះទេប៉ុន្តែវាបានកើតឡើងដោយសារតែយើងនឹងរៀនចេះគ្រប់គ្រងចិត្តមិនអាចបណ្ដោយឲ្យចិត្តនឹងអណ្ដែតអណ្ដូងទៅតាមការចង់បានការចង់ឃើញរបស់ខ្លួនឯងតែផ្ដេសផ្ដាសនោះឡើយដូច្នេះធម្មជាតិនៃចិត្តរបស់យើងប្រៀបបីដូចជាសត្វស្វាដែលមិនចេះនៅស្ងៀមតតែសោះជាទូទៅសត្វស្វាតែងតែលោតពីមែកឈើមួយទៅមែកឈើមួយហក់ពីកើតទៅត្បូងហក់ពីត្បូងទៅកើតជាដើមហ្នឹងដូច្នេះនៅពេលដែលយើងមានអារម្មណ៍ខឹងក្រោធមានការលុបលន់ការច្រណែនកើតឡើងប្រសិនបើយើងគ្មានសតិគ្រប់គ្រាន់ដើម្បីគ្រប់គ្រងចិត្តរបស់យើងនោះទេចិត្តនឹងឯងនឹងទាញយើងឲ្យធ្លាក់ទៅក្នុងអវិជ័យនៃសេចក្តីទុក្ខភ្លាមនឹងតែម្ដងដូច្នេះការគ្រប់គ្រងចិត្តមិនមែនជាការចាប់បង្ខំឬក៏ចាប់សង្កត់សង្កិនចិត្តនោះទេប៉ុន្តែវាជាការដឹងនៅរាល់គំនិតដែលបានកើតឡើងតាមដានឲ្យមែនទែននៅពេលដែលយើងខឹងក្រោធសូមដឹងខ្លួនឯងថារំលឹកខ្លួនឯងថាអូខ្ញុំកំពុងតែខឹងរួចដកដង្ហើមមួយថ្នមដើម្បីរំសាយវាទៅនៅពេលដែលចិត្តរបស់យើងកំពុងតែមានការលុបលន់កើតឡើងសូមឲ្យដឹងថាអូខ្ញុំកំពុងតែចង់បានដូច្នេះហើយរំលឹកខ្លួនឯងវិញថាខ្ញុំបានគ្រប់គ្រាន់ហើយខ្ញុំស្កប់ស្កល់ហើយតែប៉ុណ្ណេះអាចរំសាយចិត្តលុបលន់ចិត្តក្តៅក្រហាយបានមួយរំពេចនឹងតែម្ដងអញ្ចឹងហើយនៅពេលដែលយើងរៀនគ្រប់គ្រងចិត្តបានហើយហាក់បីដូចជាពិភពលោកនៅជុំវិញខ្លួនយើងនឹងចាប់ផ្ដើមផ្លាស់ប្ដូរទៅជាសម្រស់មួយផ្សេងទៀតត្រូវប្រៀបធៀបថានៅពេលដែលយើងខឹងការគិតរបស់យើងអត់បានវែងឆ្ងាយនៅពេលដែលយើងខឹងហាក់បីដូចជាពិភពលោកគឺងងឹតសូន្យតែម្ដងក៏ប៉ុន្តែនៅពេលដែលយើងរៀនគ្រប់គ្រងចិត្តបានហាក់បីដូចជាពិភពលោកនេះធំទូលាយខ្លាំងណាស់ទោះបីជាមានព្យុះភ្លៀងទៅលើពាក្យសម្ដីរឿងរ៉ាវអយុត្តិធម៌ឬក៏ជាការប្រែប្រួល
បែបណានោះមកប៉ះទង្គិចផ្លូវចិត្តរបស់យើងក៏ចិត្តរបស់យើងនឹងនៅតែមានលំនឹងដូចជាភ្នំដែលមិនរវើរវាយដោយសារតែកម្លាំងខ្យល់បក់ឬក៏ជួបរឿងអកុសលពីមជ្ឈដ្ឋានខាងក្រៅក៏ដូច្នោះដែរដូច្នេះហើយចូលយើងដកដង្ហើមចូលឲ្យស្ងប់និងដកដង្ហើមចេញរួចញញឹមទៅកាន់ខ្លួនឯងសូមចូលចំថាគ្មាននរណាម្នាក់ឬក៏អ្វីមួយដែលអាចធ្វើឲ្យយើងមានទុកបានឡើយប្រសិនបើយើងមិនអនុញ្ញាតឲ្យចិត្តរបស់យើងប្រកាន់យកវាឧទាហរណ៍ថាប្រសិនបើមាននរណាម្នាក់មកជេរប្រតិយើងដាក់បដាសាយើងឬមួយក៏ចាស់កំហឹងមកដាក់យើងប្រសិនបើយើងមានការគ្រប់គ្រងចិត្តបានល្អអប់រំចិត្តបានល្អមានភាពចាស់ទុំគ្រប់គ្រាន់ពិតប្រាកដណាស់ពាក្យសម្ដីគ្រោកគ្រាតពាក្យមើលងាយឬមួយក៏ការជេរប្រតិបដាសាអីផ្សេងជាដើមហ្នឹងនឹងឡងទៅកាន់ម្ចាស់ដើមជាក់ជាមិនខានដូច្នេះហើយសូមយើងរក្សាចិត្តឲ្យបានល្អនោះជីវិតរបស់យើងនឹងជួបប្រទះតែនឹងសេចក្តីសុខយ៉ាងពិតប្រាកដដូច្នេះនៅក្នុងคลิปមួយនេះខ្ញុំយល់ថាវាល្អបំផុតសម្រាប់យើងគ្រប់គ្នាដើម្បីស្ដាប់ទៅឬក៏និយាយរំលឹកខ្លួនឯងនៅពេលព្រឹកពេលថ្ងៃឬក៏មុនពេលចូលគេងឬក៏មុនពេលចាក់ចេញទៅកាន់មជ្ឈដ្ឋានណាមួយសង្គមខាងក្រៅដូចជាការងារឬក៏ការរៀនសូត្រអីផ្សេងជាដើមហ្នឹងច្បាស់ណាស់យើងនឹងជួបរឿងរ៉ាវទាំងអស់នោះដូច្នេះនេះគឺជាការរំលឹកខ្លួនឯងមួយមុនពេលដែលយើងទៅប្រឈមមុខទៅនឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺជាការដាស់តឿនចិត្តរបស់យើងហ្នឹងកុំឲ្យរំជើបរំជួលទៅតាមបរិយាកាសខាងក្រៅផងដែរដូច្នេះខ្ញុំមានត្រឹមតែប៉ុណ្ណេះសង្ឃឹមថាคลิป record មួយនេះនឹងជាប្រយោជន៍ទៅកាន់បងប្អូនគ្រប់គ្នាទុកជាសារដាស់តឿនរំលឹកខ្លួនឯងនៅពេលដែលយើងជួបប្រទះទៅនឹងលោកធម៌ផ្សេងទៅនឹងមជ្ឈដ្ឋានខាងក្រៅព្រោះថាសង្គមទាំងអស់នោះគឺយើងមិនអាចគេចផុតបានទេមានតែប្រឈមទៅនឹងការពិតហើយដោះស្រាយវាទៅតាមសន្តិវិធី